bà rủi ro hai bóng bồn ở kia chẳng bóng bồn ai mơ ta rụp hiệp ní nâng rụp hiệp nâng đôi kia đại rõ ở lời nhầm trịch mới hai nâng pê video hai bóng bồn mới hay nâng vì ní bà cứ biết đôi kia tay vào đó bóng bồn ở kia But I know what it takes. I'm motivated by a mix of emotion. Got my statement. បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀប remove background ឬក៏ remove រូបភាពអីផ្សេងរូបភាពមនុស្សដែលនៅក្នុងរូបថតមួយរបស់ណាមួយដែលយើងចង់ remove អញ្ចឹងបងប្អូនទាំងអស់គ្នាអាច remove បានដោយជាមួយនឹង ChatGPT របស់យើងមិនបាច់ប្រើកម្មវិធីអីផ្សេងក្រៅពី ChatGPT AI ទេយើងឲ្យវាធ្វើឲ្យយើងបានទាំងអស់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលនៅក្នុង ChatGPT របស់យើងមកបន្ទាប់ពីចូលក្នុង ChatGPT នេះហើយបងប្អូនទាំងអស់គ្នាខ្ញុំអត់បានបង្ហាញអំពីរបៀប login ទេបងប្អូនអាច login ជាមួយនឹង Gmail ឬក៏បងប្អូនអាច login ជាមួយនឹង App Store របស់បងប្អូនបានបាទអញ្ចឹង App Store ដែលយើងចូលទៅគេអាចឲ្យយើង login ជាមួយនឹង App Store បានបងប្អូនទាំងអស់គ្នាអញ្ចឹងពេលបងប្អូនចូលមកដល់កន្លែងនេះបងប្អូនចុចកន្លែងសញ្ញាបូកនេះមកបន្ទាប់មកបងប្អូនយករូបភាពមួយណាដែលយើងចង់ remove ឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយករូបភាពមួយនេះហើយយើងយកចុចពាក្យថា add one photo បន្ទាប់ពីដល់កន្លែងនេះហើយបងប្អូនទាំងអស់គ្នាចង់ remove រូបភាពមួយណាក៏បានដែរសម្រាប់ខ្ញុំចង់ remove ខ្ញុំគិតថាទេសភាពនឹងស្អាតខ្ញុំចង់ remove យកតែរូបមនុស្សតែទេសភាពទេហើយសម្រាប់ភាសាអង់គ្លេសបងប្អូនទាំងអស់គ្នាមិនបាច់ចេះជាភាសាអង់គ្លេសខ្លាំងទេគាត់យើងសរសេរវីយល់គឺវាសរសេរធម្មតាគឺវីយល់ហើយ ChatGPT បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំគ្រាន់តែសរសេរ please remove ខ្ញុំដាក់ please remove បាទខ្ញុំដាក់ please remove all people ចេះតែបានដែរ all people in this picture គាត់បងប្អូនសេធម្មតាក៏វាអាចយល់ដែរបងប្អូនទាំងអស់គ្នាយើងដាក់ please remove all people in this picture គាត់យើងសរសេរប៉ុណ្ណឹងហើយយើងចុចសញ្ញាព្រួយនេះទៅមកគឺវានឹង remove ឲ្យយើងបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែទស្សនាវីដេអូរបស់ខ្ញុំមួយនេះសូមកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង VTube របស់ខ្ញុំហើយ VTube របស់ខ្ញុំគឺជា channel មួយដែលធ្វើពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដៃលេងជាមួយទូរស័ព្ទដៃកម្មវិធីអីផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដៃទាំងអស់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងឥឡូវវាកំពុងតែ remove យើងហើយបងប្អូនទាំងអស់គ្នាយើងចាំ operation ទៅហើយសម្រាប់ ChatGPT មួយនេះគឺវាល្អដែរសម្រាប់ភាសាអង់គ្លេសសម្រាប់យើងចេះខ្លាំងនោះទេបងប្អូនទាំងអស់គ្នាសាមញ្ញក៏យើងអាចប្រើប្រាស់ជាមួយវាបានដែរពីព្រោះភាសាអង់គ្លេសរបស់ខ្ញុំក៏ខ្ញុំអត់ខ្លាំងដែរខ្ញុំគ្រាន់តែចេះសរសេរតិចតួចទេឲ្យតែយើងសរសេរអាចបានយល់មុំគឺ ChatGPT គឺវាអាចយល់បំលែងទៅតាមនោះឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងមកដល់កន្លែងនេះបងប្អូនគ្រាន់តែយើងរងចាំ apply ទៅវានឹង remove ឲ្យយើងឲ្យបងប្អូនទាំងអស់គ្នាបាទឥឡូវវាកំពុងតែធ្វើឲ្យឥឡូវវាចេញជារូប4ជ្រុងឲ្យយើងហើយអញ្ចឹងមានន័យថាចិត្តឲ្យបងប្អូនទាំងអស់គ្នាឥឡូវចេញរូបភាពមកបដាឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលបានជាមើលថាវា remove ឲ្យបងប្អូនបានស្អាតដែរឬអត់ហើយនឹងសល់រូបភាពអីវិញដូចគ្នាដែរឬអត់បងប្អូនទាំងអស់គ្នាឥឡូវវាកំពុងតែដើរហើយបាទរួចរាល់ហើយបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាចមើលថារូបភាពនេះនិងរូបភាពនឹងដូចគ្នាដែរឬអត់ឥឡូវខ្ញុំចុចមើលហើយនឹងពេលវីដេអូហើយបងប្អូនមើលហើយនឹងវានេះបាទគឺវាដូចគ្នាតែម្ដងបងប្អូនទាំងអស់គ្នាគឺវា remove មនុស្សនឹងចេញឲ្យយើងតែម្ដងអញ្ចឹងរូបភាពរបស់ខ្ញុំមួយនេះដែលខ្ញុំបង្ហាញនេះគឺវារួចរាល់ហើយសម្រាប់ពុកម៉ែបងប្អូនដែលទស្សនាវីដេអូមួយនេះសូមកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង VTube របស់ខ្ញុំបាទ VTube របស់ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះI never made it, but I know I